ចំណុចសំខាន់មួយដែលអ្នកវិនិយោគគ្រប់រូបគួរដឹងមុនកិច្ចប្រជុំថ្ងៃទី29 ខែកក្កដារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកជាធម្មតាអ្នកវិនិយោគតែងតែតាមដានយ៉ាងជិតស្និទ្ធចំពោះការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក Federal Reserve ពាក់ព័ន្ធនឹងអត្រាការប្រាក់ Federal Fund Rate ព្រោះការផ្លាស់ប្តូរអត្រាការប្រាក់នេះអាចបង្កឲ្យទីផ្សារហិរញ្ញវត្ថុប្រែប្រួលយ៉ាងខ្លាំងសម្រាប់កិច្ចប្រជុំដែលនឹងប្រព្រឹត្តនៅថ្ងៃពុធទី29 ខែកក្កដានេះក៏ដូចគ្នាដែរធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចជ្រើសរើសដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាដែលនៅតែខ្ពស់ប៉ុន្តែម្យ៉ាងវិញទៀតការដំឡើងអត្រាការប្រាក់ក៏អាចបង្កសម្ពាធបន្ថែមលើសេដ្ឋកិច្ចអាមេរិកដែលកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយផងដែរនៅពេលដែលគណៈកម្មាធិការទីផ្សារបើកចំហ FOMC មិនទាន់ប្រកាសថាគួរធ្វើអ្វីដែលជាជម្រើសល្អជាងគេជាញឹកញាប់គឺពួកគេរក្សាអត្រាការប្រាក់ដដែលជាជាងធ្វើការផ្លាស់ប្ដូរដែលអាចរំខានដល់ស្ថិរភាពសេដ្ឋកិច្ចការរក្សាអត្រាការប្រាក់ឲ្យនៅដដែលក៏ផ្ដល់ពេលឲ្យកត្តាសេដ្ឋកិច្ចផ្សេងៗបន្តសម្របខ្លួនទៅនឹងបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នផងដែរបច្ចុប្បន្ននេះទីផ្សារភាគច្រើនកំពុងរំពឹងថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្ដូរអត្រាការប្រាក់នោះទេយោងទៅតាមទិន្នន័យទីផ្សារជួញដូរអនាគតរបស់ CME Group មាន 64% នៃការរំពឹងទុកថា Federal Reserve នឹងរក្សាអត្រាការប្រាក់នៅចន្លោះ 3.50% ដល់ 3.75%ខណៈដែលមានត្រឹមតែ 36% ប៉ុណ្ណោះដែលរំពឹងថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់ទៅចន្លោះ 3.75% ដល់ 4%ការមិនដំឡើងអត្រាការប្រាក់អាចធ្វើឲ្យអតិផរណាបន្តស្ថិតនៅកម្រិតខ្ពស់មួយរយៈទៀតប៉ុន្តែវាក៏ជួយកាត់បន្ថយការរំខានដល់សេដ្ឋកិច្ចដែលកំពុងត្រូវការស្ថិរភាពជាងអ្វីៗទាំងអស់នៅពេលនេះទោះជាយ៉ាងណាប្រសិនបើអ្នកជាអ្នកវិនិយោគដែលផ្ដោតលើការកាន់កាប់វិនិយោគរយៈពេលវែងនោះការសម្រេចចិត្តរបស់ Federal Reserve លើកនេះមិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះទេជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុជាច្រើនតែបង្ហាញថាការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគឺជាព្រឹត្តិការណ៍ដែលតម្រូវឲ្យអ្នកវិនិយោគកែប្រែផែនការវិនិយោគភ្លាមៗមុនឬក្រោយកិច្ចប្រជុំប៉ុន្តែសម្រាប់អ្នកវិនិយោគរយៈពេលវែងវាមិនមែនជារឿងចាំបាច់នោះទេសរុបមកកុំបារម្ភខ្លាំងពេកចំពោះការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃទី29 ខែកក្កដាប្រសិនបើអ្នកជាអ្នកវិនិយោគរយៈពេលវែងព្រោះផលប៉ះពាល់នោះជាធម្មតានឹងរសាត់បាត់យ៉ាងឆាប់រហ័សនៅពេលដែលកត្តាទិន្នន័យសេដ្ឋកិច្ចនិងមូលដ្ឋានគ្រឹះរយៈពេលវែងរបស់ក្រុមហ៊ុនក្លាយជាចំណុចផ្ដោតសំខាន់របស់អ្នកវិនិយោគម្ដងទៀតប៉ុន្តែប្រសិនបើអ្នកជាអ្នកជួញដូរមាសរយៈពេលខ្លីតាមរយៈហាងឆេងមាសនោះពិតណាស់ទីផ្សារនឹងប្រែប្រួលក្នុងរយៈពេលខ្លីដ៏ខ្លាំងក្លាដែលកត្តានេះតម្រូវឲ្យអ្នកជួញដូរសិក្សាពីកត្តាហានិភ័យទុកជាមុនសម្រាប់ចិត្តចូលទិញឬលក់ក្នុងអំឡុងពេលព័ត៌មានធំមួយនេះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ